You got me open that keep bleeding, I keep bleeding love. I keep bleeding, I keep bleeding love. Keep bleeding, I keep bleeding love. You got me open that. ចាជំរាបសួរអង្គពុកមីងទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំវិលមកសាជាថ្មីម្ដងទៀតហើយចាបន្ទាប់ពីចូលឆ្នាំខ្មែរហើយថ្ងៃនេះខ្ញុំមានវិធីសាស្ត្រមួយចែកចម្លែកជូនដល់បងប្អូនទាំងអស់គ្នាវិធីសាស្ត្រនេះគឺសាមញ្ញបែបធម្មជាតិទេបងប្អូនចាលក្ខណៈគ្រួសារប៉ុន្តែប្រសិទ្ធភាពលើសពីការរំពឹងទុកតែម្ដងអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់មានបញ្ហាស្បែកក្បាលរមាស់ចាជាពិសេសខែក្តៅអញ្ចឹងពេលបងប្អូនបែកញើសចាស្បែកក្បាលរបស់យើងរៀងបែកញើសអីហ្នឹងគឺចាប់ផ្ដើមរមាស់ស្បែកក្បាលហើយមានអង្គែម៉ត់ទូចមិនថាអង្គែម៉ត់ឬក៏អង្គែទាំងផ្ទាំងអាចនិយាយបានថាជាប្រភេទផ្សិតស្បែកក្បាលបងប្អូនចាអាចមើលតាមវិធីសាស្ត្រនេះបានគឺងាយអត់អីពិបាកទេគ្រឿងផ្សំរបស់យើងគឺមានប្រទាលកតុយក្រពើក្រូចសើចស្លឹកកត្រួតស្រស់ហើយនឹងស្លឹកប្រមាត់ខ្លាឃ្មុំណាបងប្អូនចាតា4មុខនឹងមកហើយនឹងប្រេងដូងត្រជាក់ចាឥឡូវជំហានដំបូងហ្នឹងគឺយើងកាត់ប្រទាលកតុយក្រពើយើងមកចាគឺខ្ញុំមានប្រមាណគុំដែរនៅជុំវិញផ្ទះរបស់ខ្ញុំគឺល្អមែនតើចាអានេះគឺវាចាស់ល្អហើយខ្ញុំកាត់មកចំនួន2ធាងគឺល្មមនឹងខ្ញុំធ្វើបានកន្លះលីត្រណាបងប្អូនចាមុននឹងយកមកគឺយើងត្រូវត្រាំទឹកវាអស់ជ័រសិនបន្ទាប់មកយើងចាក់ទឹកវាចោលមួយសាសិនដើម្បីឲ្យយើងផ្លាស់ទឹកថ្មីបន្ទាប់មកទៀតយើងចាប់ផ្ដើមចិតសម្បកវាចេញឲ្យស្អាតអស់ហ៎បងប្អូនខ្ញុំធ្វើសារនេះដោយសារអីខ្ញុំខ្លាចមានបញ្ហាធ្វើឲ្យយើងរមាស់ស្បែកក្បាលចឹងហើយយើងត្រូវចិតសម្បកវាចេញឲ្យអស់ហើយយើងលាងទឹកវាឲ្យស្អាតចាសាច់ប្រទាលគឺយកចាស់បែបហ្នឹងបងប្អូនគឺសាច់វាក្រាស់តែម្ដងហើយសបកវាក៏ក្រាស់ដែរបងប្អូនអញ្ចឹងខ្ញុំចិតវាចេញអស់ខ្ញុំអត់យកសបកទេខ្លាចយើងទុកតង់សបកទៅវាលមាស់ដល់ស្បែកក្បាលរបស់យើងបើសិនជាយើងលាងអត់បានស្អាតឬក៏យើងត្រាំទឹកវាអត់បានយូរចេញជ័រអស់វាអាចនឹងលមាស់ស្បែកក្បាលតែនាងខ្ញុំត្រាំទឹកហើយខ្ញុំចិតសបកចេញតែម្ដងដូចក្នុងរូបនេះអញ្ចឹងគឺយកតែសាច់ប្រទាលតែប៉ុណ្ណោះចាប្រទាលកតុយក្រពើគឺមានអត្ថប្រយោជន៍ច្រើនមែនទែនបងប្អូនចាគ្រប់ផ្នែកទាំងអស់មិនថាគ្រឿងសម្អាងមិនថាជាឱសថទេគឺជួយបានច្រើនមែនទែនហើយនេះគឺជាស្លឹកកត្រួកស្រស់ខ្ញុំដាក់ចំនួន3-4ម៉ែត្រទូចហ្នឹងហើយសាច់ប្រទាលកតុយក្រពើយើងហ្នឹងដែលចិត្តហើយហ្នឹងលាងដាក់ជាមួយគ្នាហើយក្រូចសើចនេះគឺខ្ញុំទិញមកពីផ្សារចា5ផ្លែហ្នឹង4500បងប្អូនចាទូចដែរទេតែប៉ុណ្ណឹងល្មមយើងអាចធ្វើបានចន្លោះកន្លះលីត្រណាមកម៉មយើងប្រើមួយសប្តាហ៍ទៅ2សប្តាហ៍អស់ហ៎បងប្អូនតបមកយើងយកក្រូចយើងហ្នឹងក្រូចសើចយើងហ្នឹងយកមកហាន់ជាចំណិតស្ដើងបងប្អូនចាចំពោះក្រូចសើចនេះគឺវាមានអត្ថប្រយោជន៍ខ្លាំងមែនតែនចំពោះសរសៃសក់របស់យើងទី1គឺវាមានជាតិអាស៊ីតជួយកាត់ជម្រះនៅក្អែលដែលនៅជាប់សាច់ក្បាច់ក្បាលរបស់យើងណាហើយទី2នោះគឺវាជួយសម្លាប់មេរោគឬក៏ពពួកផ្សិតស្បែកក្បាលរបស់យើងហ្នឹងឲ្យងាប់អស់ចាអញ្ចឹងធ្វើឲ្យស្បែកក្បាលរបស់យើងវាលែងមានឡើងកែលែងមានជាតិផ្សិតហ្នឹងណាបងប្អូនចាហើយប្រទាលកតុយក្រពើវាជួយឲ្យសរសៃសក់របស់យើងមើលទៅភ្លឺបងប្អូនភ្លឺហើយរឹងមាំហើយជួយឲ្យសរសៃសក់របស់យើងដុះចាល្អទៀតផងរឹងមាំហើយលូតលាស់បានលឿនទៀតស្លឹកប្រមាត់ខ្លាឃ្មុំវាមានជាតិល្វីងត្រជាក់ស្បែកក្បាលយើងស្រួលចាហើយជួយសរសៃសក់របស់យើងក៏មានសុខភាពល្អដែរចាជួយសម្លាប់មេរោគបានដូចគ្នាជួយបឺតជាតិពុលចេញពីក្នុងស្បែករបស់យើងទៀតចាជាទូទៅស្លឹកប្រមាត់ខ្លាឃ្មុំហ្នឹងខ្ញុំតែយកវាមកធ្វើជាម៉ាស់បិទមុខគឺត្រជាក់មុខស្រួលហើយមុខយើងភ្លឺថ្លាបឺតជាតិពុលបានល្អទៀតឥឡូវខ្ញុំយកមកធ្វើជាម៉ាស់អបសក់តែម្ដងជាមួយនឹងគ្រឿងផ្សំយើងផ្សេងទៀតណាចាឥឡូវគ្រឿងផ្សំទាំងប្រមាណមុខហ្នឹងគឺខ្ញុំហាន់ហើយអស់តោះមកខ្ញុំចាក់វាចូលឆ្នាំងទាំងអស់ហ្មងតណាគ្នាបងប្អូនគឺមានក្រូចសើចដែលយើងហាន់ហើយហ្នឹងចំនួន5ផ្លែប្រទាលកតុយក្រពើចំនួន2ធាងចាចិតសបកចេញអស់យកតែសាច់បែបនេះបន្ទាប់មកស្លឹកប្រមាត់ខ្លាឃ្មុំប្រហែលជា5សន្លឹកហើយស្លឹកកត្រួតហ្នឹងប្រហែលជា3ឆ្មែងទូចបងប្អូនហើយចុងក្រោយនេះកុំភ្លេចជាមួយនឹងប្រេងដូងត្រជាក់ចាគឺសំខាន់គឺវាមានតួនាទីខ្លាំងមែនតែនជួយឲ្យសរសៃសក់របស់យើងទន់រឹងមាំហើយជាពិសេសហ្នឹងគឺធ្វើឲ្យសក់របស់យើងខ្មៅ
ពេលដែលបងប្អូនអប់ម្ដង2ដងគឺឃើញសក់យើងខ្មៅហ្មងពេលដែលអប់នៅលើស្បែកក្បាលយើងហើយយើងមានអារម្មណ៍ថាសក់របស់យើងចាប់ផ្ដើមបឺតយកសារធាតុចិញ្ចឹមទាំងអស់ហ្នឹងហើយវាប្រែយើងខ្មៅហ្មងចាហើយសក់យើងក៏ឡើងភ្លឺដែរតបមកគឺយើងបន្ថែមនឹងទឹកស្អាតធម្មតាបងប្អូនចំនួនកន្លះលីត្របរិមាណដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំដាក់ទឹកកន្លះលីត្រទឹកស្អាតហើយយើងយកទៅស្ងោរវាឲ្យឆ្អិនចំពោះស្ងោរនេះគឺយើងស្ងោរតតែផុយសាច់ក្រូចហ្នឹងបានយើងបិទភ្លើងបើគិតទៅប្រហែលជា20នាទីទៅកន្លះម៉ោងអីយើងផុយហើយខ្ញុំដាក់ភ្លើងម៉មដែរអញ្ចឹងណាអានេះឃើញថាផុយហើយគឺវាឡើងពណ៌រៀងលឿងហើយទឹកខាប់ជាងមុនហើយបើសាច់ប្រទាលយើងមើលទៅដូចជាអត់រលួយទេប៉ុន្តែវាចេញជាតិនៅក្នុងហ្នឹងហើយបើក្រូចសើចយើងគឺផុយហ្មងមើលទៅសាច់វាផុយហើយបងប្អូនមានម៉ាស៊ីនក្លុកទៅមិនបាច់ច្រោះយកកាកចេញច្រោះយកទាំងអស់រត់ទៅល្អព្រោះយើងយកមកឲ្យវាខាប់ទៅយើងរត់តែងាយស្រួលក្នុងការយកមកអប់នៅលើសក់របស់យើងចាប៉ុន្តែខ្ញុំអត់មានម៉ាស៊ីនក្លុកចាខ្ញុំបុកខ្ញុំប្រើត្បាល់បុកគឺម៉ត់បានតិចចឹងហើយក៏ខ្ញុំដួសពេលដែលខ្ញុំបុកម៉ត់ហើយហ្នឹងខ្ញុំក៏ដួសយកមកដាក់ជាមួយអាទឹកដែលខ្ញុំច្រោះទុកម្លែកហ្នឹងកូរវាចូលជាតិហើយតោះមកខ្ញុំយកស្បៃមកច្រោះពូតយកទឹកចឹងណាចាប៉ុន្តែបើបានក្លុកយកទាំងកាក់កាន់តែល្អហ្មងបងប្អូនចានេះគឺជាប្រភេទម៉ាស់អប់បំបត្តិស្បែកក្បាលរមាស់កែទាំងផ្ទាំងនិយាយទៅពពុះផ្សិតនៅលើស្បែកក្បាលហ្មងហើយខ្ញុំហ៊ានធានាឲ្យបងប្អូនព្រោះខ្ញុំធ្វើហើយខ្ញុំអប់ខ្លួនឯងឃើញតែល្អខ្ញុំចែកម្លែកជូនបងប្អូនឲ្យវីដេអូហ្នឹងបានកាត់ឲ្យផុសហ្មងចានេះគឺខ្ញុំច្រោះហើយគឺឃើញទឹកខាប់បែបហ្នឹងពណ៌ឡើងលឿងហ្មងហើយនិយាយពីក្លិនវិញគឺឈ្ងុយក្លិនក្រូចសើចហ្មងបងប្អូនឈ្ងុយហ្មងចង់តែញ៉ាំចាហើយតោះមកយើងមានដបសាប៊ូណាចាស់ប្រើអស់ចោលហ្នឹងយើងយកវាមកចាក់ចូលមកហើយខ្ញុំធ្វើនេះខ្ញុំធ្វើកន្លះលីត្រទៅពេលខ្ញុំច្រោះខ្ញុំអីហើយអស់បានទឹកប្រហែលជា30មីលីលីត្រទេបានមកដបសាប៊ូហ្នឹងណាចាហើយយើងយកមកអប់លើស្បែកក្បាលរបស់យើងមកវិធីសាស្ត្រគឺមានតែប៉ុណ្្នឹងឯងចាអត់អីពិបាកបងប្អូនបើគិតទៅយើងគិតថាវាធម្មតាប៉ុន្តែបើបងប្អូនអត់បានសាកបងប្អូនប្រកាសជាអត់ដឹងពីគុណភាពរបស់វាថាល្អប៉ុណ្ណាតែពេលយើងធ្វើសាកទៅបងប្អូនធ្វើតែម្ដងយើងអាចអប់បានមួយអាទិត្យទៅកន្លះខែបានអស់កន្លះហ្នឹងហើយយើងធ្វើបងប្អូនណាដែលមានផ្សិតក្បាលខ្លាំងលមាស់ខ្លាំងបងប្អូនអប់ឲ្យបាន3ទៅ4ដងគឺស្រាលហើយបាត់គេហ្មងបងប្អូនសាកធ្វើដូចខ្ញុំហើយអត់អស់ច្រើនម៉ែនេះចាហើយតើមកយើងអប់មិនបាច់ទុកយូរក៏បានដែរទុកតែត្រឹម7នាទីឬ10នាទីយើងកក់សក់ចេញទៅឬក៏យើងចាក់អាហ្នឹងនៅលើស្បែកក្បាលយើងឲ្យសឹបចឹងហើយតោះនោះយើងយកសាប៊ូកក់សក់ណាដែលបងប្អូនប្រើបន្តិចមកយកមកកក់មួយគ្នាក៏បានដែរបងធ្វើចឹងរាល់ថ្ងៃឲ្យបាន3 4ដងបងអន់ផ្លែបាត់កែហ្មងហើយបាត់អាមាត់ស្បែកក្បាលទៀតហើយសាយសក់យើងឡើងតុនហើយខ្មៅលោងហ្មងចាអញ្ចឹងបងប្អូនណាដែលគាត់ចង់សាក់លបងធ្វើអាចធ្វើបានណាចាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលាកុំភ្លេចជួយ share ម្នាក់មួយផងណាបាយបាយ